សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបបង្កើតគណនី WhatsApp អញ្ចឹងដំបូងយើងធ្វើការ download វាហើយបន្តមកទៀតយើងធ្វើការចូលនៅក្នុងកម្មវិធី WhatsApp នឹងតែម្ដងអញ្ចឹងមកដល់ត្រង់នេះគឺបងប្អូនគ្រាន់តែធ្វើការចុចពាក្យថា agree and continue បាទអញ្ចឹងយើងចុចទៅលើនឹងមកហើយបន្តមកទៀតយើងនឹងវាយនៅលេខទូរស័ព្ទអញ្ចឹងណាបាទត្រង់ចំណុចហ្នឹងយើងវាយលេខទូរស័ព្ទមកយើងបង្កើតកម្មវិធីមួយហ្នឹងគឺតាមរយៈលេខទូរស័ព្ទអញ្ចឹងបន្ទាប់ពីយើងធ្វើការវាយបញ្ចូលនៅលេខទូរស័ព្ទរួចរាល់ហើយយើងគ្រាន់តែធ្វើការចុចពាក្យថា next មកបាទអញ្ចឹងហើយបន្តមកទៀតបងប្អូនអាចធ្វើការរងចាំតិចទៅពេលវាដំណើរការហើយវានឹងសួរព័ត៌មានយើងបន្ថែមទៀតណាបងប្អូនបាទចាំមកដល់ត្រង់ចំណុចនេះគឺវាបញ្ជាក់របស់យើងហើយតើលេខហ្នឹងត្រឹមត្រូវឬក៏អត់អញ្ចឹងបើសិនជាលេខហ្នឹងត្រឹមត្រូវយើងគ្រាន់តែចុចពាក្យថា yes មកបាទអញ្ចឹងវានឹងដំណើរការទៅមុខទៀតហើយបងប្អូនបាទហើយបន្តមកទៀតវានឹងតម្រូវឲ្យយើងធ្វើការវាយលេខសម្ងាត់6ខ្ទង់ដែលវាផ្ញើសារមកយើងនឹងតាមរយៈលេខទូរស័ព្ទដៃអញ្ចឹងបងប្អូនធ្វើការវាយលេខ6ខ្ទង់នឹងឲ្យបានត្រឹមត្រូវមកហើយបន្ទាប់មកយើងចុចពាក្យថា next អញ្ចឹងវានឹងដំណើរការហើយបើសិនជាទូរស័ព្ទរបស់យើងដាក់លេខកូដគឺយើងតម្រូវវាយលេខកូដសិនណាត្រង់ចំណុចហ្នឹងបាទហើយបន្តមកទៀតបងប្អូននឹងធ្វើការ select ទៅលើលក្ខខណ្ឌមួយចំនួនបាទអញ្ចឹងយើងចុចពាក្យ continue តែម្ដងបន្តមកទៀតបងប្អូនអាចធ្វើការចុចពាក្យថា allow ហើយនឹងធ្វើការបំពេញនៅឈ្មោះបាទត្រង់ចំណុចហ្នឹងណាអញ្ចឹងដោយសារតែខ្ញុំបំពេញឈ្មោះបែបនេះរួចរាល់ហើយខ្ញុំចុចពាក្យថា next តែម្ដងហើយបន្តមកទៀតវាតម្រូវយើងធ្វើការ restore ឬក៏បើអត់ទេបងប្អូនចុចពាក្យថា skip មកហើយត្រង់ចំណុចនេះក៏អញ្ចឹងដែរវាតម្រូវយើងធ្វើការ transfer file ចាស់ឬក៏យើងធ្លាប់ប្រើពីមុនមកបើអត់ទេបងប្អូនចុច skip ដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការចុចពាក្យ skip ទាំងអស់ហ្នឹងតែម្ដងនៅពេលដែលយើងធ្វើការចុច skip ហើយត្រង់ចំណុចនេះគឺវានឹងបង្ហាញឈ្មោះឲ្យយើងហើយបងប្អូនអាចធ្វើការវាយឈ្មោះយើងនឹងតាមអ្វីដែលបងប្អូនចង់បំពេញណាបាទហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចពាក្យ connect មករួចហើយវានឹងចូលទៅដល់ការប្រើប្រាស់កម្មវិធី WhatsApp នឹងតែម្ដងបាទអញ្ចឹងវីដេអូក្នុងការចែករំលែកពីវិធីសាស្ត្រក្នុងការបង្កើតកម្មវិធី WhatsApp គឺមានត្រឹមតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាមានអត្ថប្រយោជន៍កុំភ្លេចជួយ Subscribe ម្នាក់បីផងហើយនឹងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាប្រចាំបើសិនជាបងប្អូនមានចម្ងល់កុំភ្លេច comment នៅខាងក្រោមវីដេអូអរគុណច្រើនជម្រាបលា